នៅពេលដែលយើងបានត្រៀមគ្រប់ហើយត្រៀមទំនិញគ្រប់ហើយវាជាឱកាសមួយដែលយើងកដោបបានទីផ្សាររបស់យើងទោះបីជាថ្ងៃក្រោយវាធ្លាក់ទៅវិញក៏យើងនៅតែរក្សាអតិថិជនបានច្រើនជាងគេដែរមិនមានទំនិញលក់ដូចយើងដែរទោះបីជាយើងពេលដែលយើងបានត្រៀមគ្រប់គ្រាន់ហើយនោះវាជាឱកាសយើងកដោបទីផ្សារទោះបីជាវាធ្លាក់ទៅវិញក៏ដោយក៏អតិថិជនដែលគាត់ធ្លាប់ទិញយើងគាត់នៅតែយើងនៅតែមានអតិថិជនច្រើនជាងអ្នកផ្សេងដែរពីព្រោះអតិថិជនគាត់បានស្គាល់ទំនិញយើងច្រើនទំនិញយើងបានលក់នៅទំនិញដែលគាត់ត្រូវចិត្តហើយទោះបីជាទំនិញនោះថ្ងៃណាមួយលែងសូវពេញនិយមក៏យើងនៅមានអតិថិជនច្រើនជាងអ្នកដែលមិនចេះផ្ដល់ឱកាសដូចដែលយើងបានចាប់ផ្ដើមយកឱកាសមួយមានទំនិញដែលអតិថិជនគាត់ត្រូវការបានច្រើន